20ឆ្នាំជាងហើយថ្ងៃ14កុម្ភៈគឺដេតតែជាមួយមនុស្សស្រីអញ្ចឹងនៅក្នុងឆ្នាំនេះដូរបរិយាកាសម្ដងមកដេតជាមួយនឹងមនុស្សប្រុសអត់ប្រកាន់ហើយតាលុអូខេសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទដូចអ្នកគ្នាបានមើល intro របស់ខ្ញុំអញ្ចឹងគឺថ្ងៃនេះយើងចេញ date អ្នកគ្នាប៉ុន្តែមិនមែនជា date ធម្មតាទេគឺយើង date ជាមួយនឹងមនុស្សប្រុសគ្នាឯងហើយទីតាំងដែលយើងត្រូវណាត់ជួបគ្នានឹងគឺនៅ Chonan Terminal អ្នកគ្នាហើយខ្ញុំអត់ជិះឡានក្រុងហ្មងទេខ្ញុំជិះរថភ្លើងហើយបានជិះឡានក្រុងចេញពី Chonan យកទៅតែម្ដងហើយខ្ញុំមកតែឯងទេអ្នកគ្នាជួបគ្នានៅឯ Chonan Terminal តែម្ដងដោយសារតែយើងនៅមកជាហៀងម្នាក់ពីគ្នាឥឡូវនេះយើងបានមកដល់ Chonan យកហើយអ្នកគ្នាយើង scan card ដើរទៅរកឡានក្រុងដើម្បីជិះធ្វើដំណើរតទៅទៀតទៅឯ Terminal ហើយសម្រាប់ការធ្វើដំណើរតាមឡានក្រុងនេះខ្ញុំមិនសូវជាមានបទពិសោធន៍ក្រាស់ក្រែលប៉ុន្មានទេអ្នកគ្នានេះជាលើកទី2ក្នុងការជិះឡានក្រុងម្នាក់ឯងខ្ញុំធ្លាប់ធ្វើដំណើរម្នាក់ឯងនឹងនាំផ្លូវគេម្ដងគឺថាវែងពេញនឹងតែម្ដងដើររាប់គីឡូដើម្បីបានមកដល់ចំណតឡានវិញដើម្បីទៅជិះតទៀតគឺថាវេទនាខ្លាំងមែនទែនដោយសារតែយើងអត់ទាន់ចេះមើល app ដល់ចឹងទៅជិះវែងវិញហ្នឹងបាទគឺថាឡើងជិះឡានព្រាវសោះឥឡូវយើងបានមកដល់ terminal គេដែរចឹងណាណែអ្នកនេះគឺជា terminal នៅឯស្រុកក្រេ Chonan Terminal គេហ្នឹងឯងអ្នកដែលគេល្បីថាមនុស្សច្រើនមែនទែនឥឡូវយើងចង់ដឹងថាមនុស្សច្រើនស្រីស្អាតប្រុសស្អាតច្រើនយ៉ាងណាតិចទៀតដឹងហ៎បាទឥឡូវដោយសារតែយើងមកមុនគេអ្នកគ្នាអញ្ចឹងគេឲ្យចាំផ្លេតសិនទៅហើយខ្ញុំខ្ជិលចាំខ្ញុំឆ្លងផ្លូវមកចូលក្នុង mall នេះមើលតិចមើលថាក្នុង mall ហ្នឹងមានស្អីខ្លះឥឡូវយើងទៅមើលនៅក្នុងហ្នឹងទាំងអស់គ្នាហើយគេលក់របស់របរនឹងមានអីទៅនៅខ្លះអញ្ចឹងណាយើងអ្នកស្រែចូលក្រុងអ្នកគ្នាយើងចូលមើលនៅក្នុង mall ផ្លុកតែម្ដងអ្នកគ្នាម្នាក់ឯងគេថាដើរម្នាក់ឯងឥឡូវស្រួលមែនតើតាណាតាណីវឹងហ្មងបាទតម្រាំគេមកដល់យើងចូលក្នុងមើលបរិយាកាសនៅក្នុងនឹងឈៀលសិនទៅយើងកុំបញ្ញាពេកគឺគ្រាន់តែចូលមកដល់ព្រាមអ្នកគ្នាគឺហាងកៅអៅហាងសម្លៀកបំពាក់ហាងស្បែកជើងហាងកាហ្វេគឺថាច្រើនខ្លាំងមែនទែនហើយតម្លៃក៏ទៅតាមទីតាំងយ៉ាងដែរអ្នកគ្នាជាធម្មតាទេទីតាំងល្អគឺតម្លៃក៏ខ្ពស់ទៅតាមនឹងដែរបើគ្រាន់តែដើរមកដល់នេះព្រាមគឺថាជួបក្រាស់តែម្ដងអ្នកគ្នាគឺថាស្រស់ស្អាតខ្លាំងមែនទែនក្រាស់ខ្ញុំបាទមើលទៅ perfect តែម្ដងបាទពេលអ្នកគ្នាឥឡូវខ្ញុំកំពុងតែចាំមិត្តភក្តិខ្ញុំទៅមកឆ្លងបាទដោយសារឥឡូវគឺថាគេមកដល់ហើយចឹងយើងត្រូវចេញក្រៅសិនដើម្បីស្រួលជួបគ្នាចឹងណាបើសិនជាយើងនៅក្នុងពិបាកដើររកគ្នាបន្តិចបាទគឺជាមិត្តភក្តិរបស់ខ្ញុំទេអ្នកគ្នាមិនមែនសង្សារសងអីប្រុសស្រឡាញ់ប្រុសស្អីណាមិនមែនទេបាទដើមទ្រូង5ហាត់ទាំងសងខាងបាទគឺស្រឡាញ់ស្រីបាទគ្រាន់តែជួបគ្នាភ្លាមឥឡូវគេនាំខ្ញុំចូល mall ម្ដងទៀតអត់ដឹងថាទៅណាទេខ្ញុំចេះតែដើរតាមគេទៅដោយសារតែគេមកកូរ៉េច្រើនឆ្នាំជាងខ្ញុំបាទរត់មានទៅណាទេបាទគឺនេះមករកកន្លែង make up make អីចឹងណាឥឡូវធម្មតាទេនេះឆ្នាំ2026ទាំងស្រីទាំងប្រុសណាគេក៏ចង់ស្អាតចង់តែងខ្លួនស៊ីវិល័យទៅតាមសម័យកាលចឹងណាជាពិសេសនៅក្នុងប្រទេសកូរ៉េហ្នឹងតែម្ដងបើសិនជាយើងមុខស៊ីនទៅតាមធម្មជាតិពេកដើរមិនទាន់គេឥឡូវយើងដើរឲ្យទាន់សម័យកាលគេចឹងណាគេមិនយើងអញ្ចឹងដែរទៅកុំឲ្យចាញ់គេឥឡូវយើងកំពុងតែដើរមើលផលិតផលណាដែលយើងត្រូវទិញអញ្ចឹងណាតែខ្ញុំដូចជាមិនចាំបាច់ទេដោយសារតែខ្ញុំមានគ្រប់មានសពហើយគេនេះទេដែលត្រូវការបើសិនជាយើងនិយាយពី mall ហ្នឹងគឺថាធំដែរអញ្ចឹងយើងជ្រុលជាមកយើងដើរ shopping តែម្ដងទៅអ្នកគ្នាទាំងហាងកៅអៅហាងសម្លៀកបំពាក់ហាងនាឡិកាអីហាងស្បែកជើងជាពិសេសហាងស្បែកជើងនេះអ្នកគ្នាឃើញគឺថាពេញចិត្តតែម្ដងគឺសិតតែ original ប៉ុន្តែតម្លៃបាច់និយាយទេមិនក្រោម 100000 ទេបាទតម្លៃមកគូ 100000 វ៉ុនឡើងបាទអញ្ចឹងបាទនេះពាក់មួយដឹងមួយតែម្ដងហើយនេះគេដើរមើលប្រហែលជាពេញចិត្តអាណាទិញឲ្យដៃគូគេផងខ្ញុំដឹងគេដើរមើលអញ្ចឹងខ្ញុំចេះដើរតាមគេទៅបាទនេះហៅថា shopping មែនតែម្ដងអត់មានទិញទេគឺថាដើរមើលតែម្ដងបាទក៏បើយើងដើរហើយទិញហើយអញ្ចឹងទៅយើងមកជាហៀងនេះវិញដើម្បីរកហាងកាហ្វេផឹកអញ្ចឹងណាអញ្ចឹងមកជាហៀងខាងហ្នឹងគឺសម្បូរទៅដោយហាងកាហ្វេតែម្ដងគ្រប់ជាន់ថ្នាក់ជាន់អីអញ្ចឹងទៅអញ្ចឹងយើងចូលហាងកាហ្វេមកកំង order តាមម៉ាស៊ីនហើយយើងអង្គុយចាំគេផ្លែតគឺកាហ្វេចេញមកឲ្យយើងទៅរកទីតាំងដើម្បីអង្គុយផឹកកាហ្វេបាទបើសិនជាយើងនិយាយពីទីតាំងនៅហាងកាហ្វេនេះវិញគឺថាឈៀលខ្លាំងមែនតើអ្នកទាំងគ្នាមាន 3-4 ជាន់ហើយណោះហើយយ៉ាងទៀតហាងកាហ្វេហ្នឹងគឺយើងអាចមើលទៅផ្លូវខាងក្រៅឃើញឡានបើកបរនិងមនុស្សដើរទៅដើរមកគឺថាច្រើនខ្លាំងមែនតើហើយសម្រាប់មនុស្សដែលគាត់ចង់មកលក្ខណៈដែលរៀនបែបនិយាយគ្នា private អីគេមានបន្ទប់ឲ្យយើងនិយាយឲ្យយើងរៀនមកអ្នកទាំងគ្នាគឺថាលយមែនតើបរិយាកាសនៅហាងកាហ្វេមួយនេះបាទគាត់ថាឥឡូវរៀងល្ងាចតិចឯអ្នកគ្នាយើងក៏ចេញពីហាងកាហ្វេវិញអញ្ចឹងណាហើយយើងដើរមកបរិវេណនេះគឺថាស្អាតខ្លាំងមែនតើ clean ខ្លាំងមែនតើអ្នកគ្នាបរិវេណនេះបើសិនជាល្ងាចតិចទៀតគឺថាសម្បូរស្រីស្អាតប្រុសស្អាតដើរខ្លាំងមែនតើខ្ញុំធ្លាប់ដើរមកកន្លែងហ្នឹងម្ដងដែរកាលឆ្នាំមុនគឺមកចំព្រិលធ្លាក់អត់សូវមានមនុស្សទេប៉ុន្តែដល់មកចំពេលនេះគឺថាបរិយាកាសរៀងស្អាតអត់មានព្រិលធ្លាក់រំខានខ្លាំងអញ្ចឹងគឺស្អេមខ្លាំងមែនតើអញ្ចឹងបន្ទាប់ពីយើងដើរ shopping ជុំវិញនឹងបន្តិចមកឥឡូវយើងដល់ម៉ោងទៅផ្ទះវិញអ្នកគ្នាដោយសារតែយប់ហើយវារៀងឆ្ងាយដែរ
យើងក៏ចែកជើងគ្នាតែប៉ុណ្្នឹងទៅអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអ្នកគ្នាជួបគ្នានៅវីដេអូសកម្មភាពក្រោយៗទៀតបាយ